រឿងបុរសអ្នកកាប់អុសបុរសអ្នកកាប់អុសគឺជារឿងមួយដែលបង្កប់ន័យអប់រំក្នុងចំណោមរឿងជាច្រើននៃរឿងនិទានអ៊ីសុបដល់ពេលអ្នកអានរឿងនេះចប់ប្រហែលជាអ្នកនឹងយល់ពីហេតុនាំឲ្យបាត់បង់ប្រសិទ្ធភាពការងារមានប្រុសជាអ្នកកាប់អុសម្នាក់ត្រូវថៅកែរបស់គាត់ឲ្យពូថៅដ៏មុតមួយរួមទាំងបង្ហាញទីតាំងដែលគាត់ត្រូវទៅកាប់ថ្ងៃដំបូងបុរសអ្នកកាប់អុសកាប់បាន15 បីដើមពិតជាល្អខ្លាំងណាស់ថៅកែលាន់មាត់សរសើរគាត់ខំប្រឹងបន្តទៀតពាក្យសម្ដីសរសើររបស់ថៅកែបានលើកទឹកចិត្តដ៏ខ្លាំងមួយថ្ងៃបន្ទាប់បុរសនោះខិតខំប្រឹងជាខ្លាំងប៉ុន្តែគាត់កាប់បានត្រឹមតែ15 ដើមតែប៉ុណ្ណោះថ្ងៃបន្ទាប់ទៀតបុរសនោះខំប្រឹងកាន់តែខ្លាំងថែមទៀតប៉ុន្តែគាត់អាចកាប់បានត្រឹមតែ10 ដើមថ្ងៃបន្ទាប់ទៀតគាត់កាប់បានកាន់តែតិចទៅបើទោះបីជាគាត់ខំប្រឹងខ្លាំងណាក៏ដោយគាត់និយាយក្នុងចិត្តតែម្នាក់ឯងថាខ្ញុំប្រហែលចុកខ្សោយកម្លាំងហើយមើលទៅគាត់ក៏បានទៅជួបថៅកែរបស់គាត់ហើយនិយាយសុំទោសដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេបានជាមិនអាចកាប់បានច្រើនបើទោះបីជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក៏ដោយថៅកែក៏សួរគាត់ថាតើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណាសំលៀងខ្ញុំគ្មានពេលសំលៀងពូថៅរបស់ខ្ញុំទេខ្ញុំរវល់តែខំប្រឹងកាប់ឈើក្នុងន័យនេះពូថៅគឺប្រៀបដូចនឹងខួរក្បាលឯដើមឈើប្រៀបបាននឹងបញ្ហាអ្វីដែលធ្វើបានល្អនៅក្នុងថ្ងៃនេះជាទូទៅមិនប្រកាសថាថ្ងៃស្អែកនឹងអាចធ្វើបានល្អប្រសើរនោះឡើយគុំយល់ថាអ្វីដែលអ្នកចេះនៅថ្ងៃនេះអាចប្រើប្រាស់បានរហូតឲ្យសោះអ្វីដែលអ្នកចេះនៅថ្ងៃនេះគឺប្រើបានតែមួយគ្រាប៉ុណ្ណោះលុះគ្រាបន្ទាប់មកវានឹងបាត់បង់ប្រសិទ្ធភាពដូចនឹងពូថៅដូច្នេះដើម្បីដើរទាន់ការវិវត្តសង្គមអ្នកត្រូវដុសខាត់ដោយការសំលៀងខួរក្បាលអ្នកជាប្រចាំតាមរយៈការអានការស្ដាប់អង្កេតអ្នកដទៃដោយចេះសួរនិងរក្សាការសិក្សាពេញមួយជីវិត